Phùng aloសួស្តីអ្នកគ្នាខ្ញុំសុងជីងវូអូខេហ្នឹងហើយអ្នកគ្នាថ្ងៃនេះយើងមកតាមដានរឿង The Garden Stair ដែលជាភាគ4របស់យើងជាបន្តទៀតអញ្ចឹងមុននឹងចូលទៅដល់វីដេអូមួយនេះគឺដូចរាល់ដងអញ្ចឹងអ្នកនរគ្នាកុំភ្លេចជួយចុច like ក៏ដូចជា subscribe ឲ្យ channel admin ម្នាក់មួយផងណាអញ្ចឹងកុំឲ្យខាតពេលវេលាយូរតាយើងចាប់ផ្ដើមក្នុងផាតមួយនេះផងដែរយើងក៏បានឃើញថាឈុនທາງនៅពេលនេះកំពុងតែក្អួតខ្លាំងមែនតើដោយសារតែយប់មិញនឹងដាក់ច្រើនពេកខណៈពេលដែលស៊ីយ៉ាកំពុងតែអង្គុយចាំនៅខាងក្រៅនេះវិញនាងក៏បាននិយាយទៅកាន់ឈុនທາງថាអើយអាហ្នឹងហើយឈុនທາងគ្រប់យ៉ាងគឺមកពីយប់មិញហ្នឹងលោកគឺលើកដាច់តែម្ដងដែលធ្វើឲ្យលោកស្រវឹងខ្លាំងបែបនេះខណៈពេលដែលឈុនທາងសម្លឹងមើលទៅកាន់មុខខ្លួនឯងហើយនឹកទៅដល់ពេលដែលកញ្ញាស៊ីយ៉ាយំហើយគឺយំផ្អែកលើស្មារបស់គាត់នឹងឯងហើយការដែលគាត់ផឹកច្រើនបែបហ្នឹងគឺដើម្បីព្យាយាមបំភ្លេចរឿងទាំងអស់នោះតែមានណាលើសដើមនេះអើយបានហើយអាឈុនថាងឯងឈប់រវើរវាយទៀតទៅវើយបានហើយខណៈពេលដែលគាត់បានដើរចេញមកក្រៅអញភ្លេចនិយាយទៅកញ្ញាស៊ីយ៉ាមើលទៅកាន់ភ្នែករបស់នាងចោះហើមអស់ហើយណែសុំការពារខ្លួនទុកមុនណានាងយំយប់មិញគឺមិនមែនដោយសារតែខ្ញុំទេណាខ្ញុំសុំសិទ្ធិការពារហើយរួចឈុនថាងរបស់យើងគាត់ក៏បានសួរទៅកាន់កញ្ញាស៊ីយ៉ាថាអូនបាត់ស៊ូទៅណាបាត់ហើយនឹងស៊ូនាងគឺបានចាក់ចេញទៅមុននឹងបាត់ទៅហើយដោយសារតែនាងគឺប្រញាប់នោះឯងហើយមួយទៀតមុនពេលដែលនាងទៅនាងក៏បានងុយទឹកដើម្បីជំរះក្លិនស្រាផងដែរខណៈពេលដែលឈុនថាងក៏បាននិយាយទៅកាន់ស៊ីយ៉ានាងគឺមិនទាន់ដឹងនោះទេម៉ាក់ប៉ារបស់កញ្ញាស៊ូពិតជាតឹងតែងខ្លាំងណាស់បានហើយហ៊ុនថាងលោកគឺជាមិត្តវិទ្យាល័យរបស់នាងតែមើលទៅតាមខ្ញុំដឹងទៅគឺលោកមិនទាន់យល់ពីនាងអស់នោះទេចំស៊ីយ៉ាមិននិយាយអញ្ចឹងមិត្តវិទ្យាល័យរឿងអីថាខ្ញុំមិនដឹងមិនតែឈុនថាងគាត់ក៏បានជុំនិយាយភ្លាមទៅដោយសារតែគាត់មិនចង់ដេញដោលច្រើននោះទេអំឡុងពេលនឹងដែរស៊ីយ៉ានាងក៏បានរកអ្វីម្យ៉ាងនៅលើទូរបស់នាងក៏ស្រាប់តែឈុនថាងក៏បានស្រមៃទៅដល់ពេលយប់មិញមួយផ្លែតគឺពេលដែលគាត់បានឃើញជាមួយនឹងដៃកេះព្រមទាំងកញ្ចប់បារីនោះឯងរួចគាត់ក៏បានដើរមកយកមកឲ្យនាងដំបងយកតែដៃកេះនោះទេរួចក៏ហុចកញ្ចប់បារីមកតាមក្រោយរបស់នាងមែនស៊ីយ៉ានាងគឺមិនបានប្រាប់ឡើយថាកញ្ចប់បារីមួយនេះគឺជារបស់អ្នកណាតែបើមើលទៅកញ្ចប់បារីមួយនេះគឺអស់ត្រឹមតែមួយដើមប៉ុណ្ណោះបន្ទាប់ពីនឹងមកនាងក៏បានយកវាទៅបោះចោលមុននឹងយកវាទៅបោះចោលនាងក៏បានគិតក្នុងចិត្តដូចគ្នាថានាងគឺមិនត្រូវការប្រើប្រាស់វាទៀតនោះទេអ្វីដែល admin ដឹងពីកញ្ចប់បារីមួយនេះក៏ដូចជាដៃកេះដែលនៅក្នុងដៃរបស់ស៊ីយ៉ាបារីមួយកញ្ចប់នេះនាងគឺមិនដែលជក់វានោះទេអាចនិយាយបានថានាងជក់ដែរតែយូរម្ដងយើងមើលទៅកាន់កញ្ចប់បារីហ្នឹងយើងគឺដឹងហើយថាតាមពិតទៅការដែលនាងប្រើប្រាស់វាក៏ដើម្បីបំភ្លេចអារម្មណ៍ទុក្ខសោកសៅក៏ដូចជាអាចនិយាយខ្លីៗទៅថាកាត់ stress នឹងឯងរីឯដៃកេះនៅក្នុងដៃនាងគឺចាប់ទុកជាអាវុធផងដែរដោយសារតែស៊ីយ៉ាគឺជាក្មេងស្រីម្នាក់ដែលរងជាមួយនឹងការវាយប្រហារផ្លូវចិត្តខ្លាំងមែនទែនបន្ទាប់ពីនាងបានចាកចេញពីវិស័យជាតារាឬជា idol របស់គេនោះឯងតែរឿងបន្តទៅមុខទៀតយើងនឹងយល់កាន់តែច្បាស់សម្រាប់ឈុនថាងវិញមិនថាបើយ៉ាងណាក៏ដោយគាត់គឺចង់យល់ក៏ដូចជាស្វែងយល់អំពីស៊ីយ៉ាឲ្យកាន់តែច្បាស់លើសពីនឹងគាត់ក៏ចង់ដឹងថាតើម្ចាស់កញ្ចប់បារីនោះគឺជាអ្នកណាឲ្យពិតប្រាកដហើយអ្វីដែលឈុនថាងចង់ដឹងនោះគឺគាត់ចង់ដឹងពីអតីតកាលរបស់ស៊ីយ៉ានោះឯងហើយគាត់ថែមទាំងសោចមើលឈ្មោះរបស់នាងអំពីជីវប្រវត្តិរបស់នាងផ្សេងទៀតអញ្ចឹងទៅតែគាត់ជួនពេលដែលស៊ីយ៉ាបានមកដល់ចិនថាងអំបញ្ញមិញហ្នឹងលួចសរសេរអីគេទៅមើលខ្ញុំសុំមើលបន្តិចមើលទៅកញ្ញានេះដូចជាញេះញ័រខ្លាំងមែនតើឃើញនៅទឹកមុខរបស់ស៊ីយ៉ាម្ដងវាគឺធ្វើឲ្យជនថាងរបស់យើងមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួននោះទេប្រញាប់រត់ចេញមកក្រៅយ៉ាងលឿនដោយយកលេសថាគាត់ចោលសម្រាមតែតាមពិតទៅនៅក្នុងបេះដូងរបស់គាត់កំពុងតែលោតដឹបនៅពេលនេះស្រែកបញ្ជាឲ្យថាអើយស្អីគេបេះដូងរបស់ខ្ញុំអើយទីយ៉ានាងគ្រាន់តែជាមិត្តភក្តិរបស់ខ្ញុំទេហេតុអ្វីចាំបាច់ភ័យដល់ថ្នាក់នេះចុះតើចាំបាច់ស្វែងយល់អំពីអតីតកាលរបស់នាងធ្វើអ្វីកញ្ចប់បារីនោះជារបស់អ្នកណាក៏របស់អ្នកហ្នឹងទៅសកម្មភាពមួយនេះស៊ីយ៉ារបស់យើងក៏ដូចជាបានមកឃើញដែរតែយើងមិនដឹងថានាងបានស្ដាប់ឮគ្រប់យ៉ាងដែរឬទេមើលទៅសម្រស់របស់ស៊ីយ៉ាគឺកាន់តែធ្វើឲ្យអ្នកមើលលងហើយអាយ៉ាឈុនថាងអើយយប់នេះពួកយើងញ៉ាំអីជាមួយគ្នាអត់តើយើងគួរតែញ៉ាំអីណអូមែនហើយមុនបំពងតើត្រូវទេតែបើយើងមើលទៅកាន់ឈុន
ทางវិញគឺគាត់ដូចជាលងជាមួយនឹងសម្រស់របស់ស៊ីយ៉ាហើយឡើងភ្លឹកហ្មងហើយក៏ឆ្លើយថាមែនហើយនិយាយតាមត្រង់តួស្រីនៅក្នុងសាច់រឿងមួយហ្នឹងគឺខ្ជូតមិនចាញ់អាចារ្យម៉ាហេរូម៉ានទេរយៈពេលមួយខែក្រោយមកយើងក៏បានឃើញថារដូវនៃផ្កាសាការ៉ារីកហៅរដូវផ្ការីកហ្មងទៅគឺបានចូលមកដល់ហើយមើលទៅកាន់ជនថាងកំពុងតែឈររងចាំនរណាម្នាក់ហើយមិត្តភ័ក្តិដែលបានដើរកាត់ក៏ស្រាប់តែចង្អុលគាត់ថាអូយជនថាងតើកំពុងតែរងចាំមិត្តស្រីមែនអត់ម្នាក់ដើរមកសុទ្ធតែនិយាយថាជនថាងរងចាំមិត្តស្រីនឹងឯងអត់ឃើញគេមកអញ្ចឹងសង្ស័យតែគេបោះចោលបាត់ហើយដឹងមានអីជនថាងរកដាក់មួយជើងហើយតាហើយអាប៉ែមួយនឹងដែរ BC ដបស្រាកាលពីមួយខែមុនក៏ស្រាប់តែមកបបួលទៀតហើយអាយ៉ាមិត្តស្រីរបស់ឯងនោះមកដល់ហើយជនថាងរបស់យើងក៏តបទៅវិញថាអ្នកចិត្តខាងនឹងហើយមុនដំបូងជនថាងថាអាប៉ែនឹងនិយាយលេងតាតែតាមពិតទៅឃើញថាកញ្ញាស៊ីយ៉ានាងគឺបានមកដល់ពិតមែនហើយលើពីនឹងទៅទៀតនាងក៏បាននាំកញ្ញាស៊ូមកផងដែរដែលធ្វើឲ្យជនថាងក៏មានការភ្ញាក់ផ្អើលបើយើងមើលទៅកាន់ទំនាក់ទំនងរបស់ស៊ូជាមួយនឹងកញ្ញាស៊ីយ៉ាគឺពិតជាស៊ីជម្រៅខ្លាំងណាស់ឥឡូវនេះអាចនិយាយបានថាស្និទ្ធស្នាលគ្នាលំដាប់ VIP នឹងឯងគេសុទ្ធតែអោបគ្នាគៀកកោយអីទៀតឥឡូវមិនធម្មតាទេហើយការដែលអ្នកទាំងពីរនៅទីនេះពីព្រោះថាអ្នកទាំងពីរគឺចង់ទៅមើលផ្កាសាកូរ៉ារីកទាំងពីរអ្នកនឹងឯងតែដល់ពេលដើរជួបជនថាងបែបនេះក៏បបួលជនថាងទៅម្នាក់ទៀតបាន3នាក់តែក៏ស្រាប់តែអាប៉ែមួយអ្នកចិត្តខាងហ្នឹងក៏សុំទៅជាមួយផងដែរតែមានអីគេមិនទាន់ឆ្លើយតបអីទេគេក៏បានដើរចេញទៅបាត់ហើយហ្នឹងអញ្ចឹងចម្លើយមានអីច្រើនទៀតគឺអត់ឲ្យទៅនឹងហើយ80ម៉ោងក្រោយមកយើងក៏បានឃើញថាអ្នកទាំង3នាក់គឺបានមកដល់កន្លែងដែលមានដើមផ្កាសាការ៉ារីកពេញមេឃពេញដីអីអញ្ចឹងទៅមកដល់ទីនេះស៊ីយ៉ានាងគឺពិតជាសប្បាយចិត្តខ្លាំងមែនតើរត់ទៅឡើងដូចកូនក្មេងទាញទូរស័ព្ទសេហ្វីម្នាក់ឯងហ្នឹងកូននឹងខ្ជូតដល់ហើយឈិនថាក៏បានប្រាប់ទៅកាន់ស៊ូថាស៊ីយ៉ានាងគឺគ្មានមិត្តភ័ក្តិនោះទេក្រៅពីពួកយើងអញ្ចឹងពួកយើងត្រូវតែកំដរនាងកុំឲ្យនាងមានអារម្មណ៍ថាអបសោកក៏ដូចជានាងត្រូវរស់នៅក្នុងភាពឯកាដោយការពីមុនទៀតលើពីហ្នឹងឈុនថាងក៏បាននិយាយអំពីរឿងដែលថាអ្នកទាំងពីរម្នាក់ក្នុងចំណោមអ្នកទាំងពីរហ្នឹងគឺជាមិត្តភ័ក្តិស្រីរបស់ខ្ញុំពួកគេតែនិយាយអញ្ចឹងបបួលខ្ញុំរហូតគឺមិត្តរួមថ្នាក់នឹងឯងឬបែបហ្នឹងស៊ូក៏បានដើរទៅមុខបន្តិចទៅព្រោះគេដឹងថាប្រសិនបើគេនៅចិត្តឈុនថាងទៀតដឹងតែឈុនថាងស៊ូអីរញ៉ៃទៀតហើយដើរមកដល់ស៊ីយ៉ាភ្លាមអ្នកទាំងពីរក៏បានទាញទូរស័ព្ទធ្វើថតអីណាណីហើយមកដល់សម្ដែងថាវ៉ាវវាពិតជាស្អាតខ្លាំងណាស់ស៊ីយ៉ារបស់យើងឃើញអ្នកទាំងពីរកាន់ទូរស័ព្ទបែបហ្នឹងក៏បានប្រាប់ទៅកាន់ឈុនថាងថាឈុនថាងមកនេះហើយអត់មានអីច្រើនទេស៊ីយ៉ាគឺចង់ឲ្យឈុនថាងហ្នឹងគឺថតគាត់នឹងឯងមើលទៅកាន់រូបនីមួយចេញមកឡើងខ្ជូតដល់ថ្នាក់នោះឈុនថាងគាត់ក៏បាននិយាយទៅកាន់ថាអើយអាយុខុសពីកាយវិការមែនហ្នឹងគឺគាត់មានន័យថាស៊ីយ៉ាហ្នឹងមានអាយុបងគាត់ក៏ដោយក៏ប៉ុន្តែបើមើលទៅតាមចរិតរបស់នាងគឺដូចកូនក្មេងអញ្ចឹងរឿងមួយទៀតក៏ដោយសារតែកញ្ញាស៊ីយ៉ារបស់យើងហ្នឹងនាងគឺមិនសូវបានធ្វើរឿងបែបនេះនោះទេជីវិតរបស់នាងគឺអាប់អួរខ្លាំងណាស់ពោពេញទៅដោយភាពឯកាដូចជនអតោប្រវេសន៍រស់នៅប្រកបដោយភាពលាក់ខ្លួនដែលមិនចង់ឲ្យនរណាម្នាក់ឃើញរួចបន្ទាប់ពីចំណាយពេលលេងនៅទីនោះយ៉ាងយូរពួកគេទាំង3នាក់ក៏ត្រូវដល់ពេលវេលាដែលត្រូវចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួននោះឯងមើលទៅកាន់កញ្ញាស៊ូរបស់យើងនៅពេលដែលនាងបានធ្វើការលាអ្នកទាំងពីរមុននឹងស៊ូឆាក់ចេញទៅឈុនថាគាត់ក៏បានសុំស៊ូរឿងមួយដែរថាគាត់ចង់ឲ្យនាងនឹងមកបង្រៀនគាត់នៅបណ្ណាល័យក៏ប៉ុន្តែស៊ូនាងក៏បានបដិសេធក៏ដោយសារតែនាងចង់ឲ្យឈុនថាងចំណាយពេលវេលាជាមួយនឹងមិត្តភ័ក្តិរបស់គាត់ទៅអាចថាមិត្តភ័ក្តិរបស់គាត់អាចជួយបានច្រើនជាងនាងអញ្ចឹងទៅរួចស៊ូជាមួយនឹងស៊ីយ៉ាក៏បានលាគ្នាខណៈពេលដែលយើងមើលទៅកាន់ឈុនថាងវិញគាត់គឺដូចជាមិនសប្បាយចិត្តនោះទេពីព្រោះថារាល់ពេលដែលគាត់បបួលស៊ូគឺនាងតែងតែបដិសេធគាត់រហូតនៅពេលដែលបានឃើញបែបហ្នឹងស៊ីយ៉ាក៏បានរត់ទៅរកឈុនថាងយ៉ាងលឿនហើយនាងហាក់បីដូចជាបង្ហាញពីអ្វីមួយឲ្យគាត់មើលទៀតផងអ្វីមួយនោះគឺជារូបថតរបស់ស៊ូនឹងឯងឃើញបែបនេះអាចថាឈុនថាងមើលទៅគេរៀងដូចជាសប្បាយចិត្តបន្តិចផងដែររួចគេក៏បានប្រាប់ទៅកាន់ស៊ីយ៉ាថាតើនាងគឺអាចផ្ដល់រូបទាំងនេះឲ្យមកកាន់ខ្ញុំក៏ដូចជាសែនតើឲ្យស៊ូខ្លះបានដែរឬទេឬបែបហ្នឹងស៊ីយ៉ាក៏បានតបមើលទៅលោកគឺដូចជាស្រឡាញ់នាងខ្លាំងណាស់ឈុនថាងក៏តបវិញថាអូត្រូវហើយក៏ប៉ុន្តែកុំនិយាយពីរឿងហ្នឹងទៀតអីហើយឈុនថាងគាត់ក៏អង្គុយចុះដោយភាពស្រងោតស្រងាត់ខណៈពេលដែលស៊ីយ៉ាក៏បាននិយាយទៅកាន់គាត់លោកដឹងទេឈុនថាងការដែលស៊ូមិនចង់ទៅរៀននៅបណ្ណាល័យជាមួយលោកគឺក៏ព្រោះតែនិយាយបានតែត្រឹមនេះក៏ស្រាប់តែឈុនថាងគាត់ក៏បាននិយាយកាត់តែម្ដងគាត់គឺដឹងហើយដឹងច្បាស់ថែមទៀតទាំងអស់នេះគឺដោយសារតែស៊ូនាងមិនបានចាប់អារម្មណ៍នឹងគាត់
ដោយដែលគាត់ស្រឡាញ់នាងនោះទេគាត់ក៏បានរំពឹងទៅដល់ពេលដែលគាត់យកកន្សែងពីស៊ូស៊ូក៏ជាពេលដែលនាងបានផ្ដល់ឲ្យគាត់វិញផងដែរតែភ្លាមក៏ស្រាប់តែមិត្តភ័ក្តិរបស់នាងលេចវត្តមានមកនិងនិយាយថានេះមិនមែនជាកន្សែងរបស់ឯងទេមែនទេស៊ូស៊ូគណៈពេលដែលស៊ូស៊ូក៏បានយកលេសថាអត់ទេគាត់គឺខ្ចីឈុនថាងអូតើចុះថ្ងៃមុនឯងយកមកតើហេតុអ្វីឯងមិនយកទៅឲ្យឈុនថាងវិញទៅឬបែបហ្នឹងស៊ូស៊ូក៏បានយកលេសព្រមទាំងព្យាយាមរុញមិត្តភ័ក្តិរបស់គាត់ចេញត្រង់ចំណុចកន្លែងហ្នឹងយើងក៏អាចនិយាយបានថាឈុនថាងគាត់គឺមានអាការៈអន់ចិត្តតាមពិតទៅស៊ូយកកន្សែងរបស់គាត់មកតែមិនយកទៅតាមខ្លួនហើយក៏ថែមទាំងយកលេសថាភ្លេចយកកន្សែងមកទៀតផងរឿងមួយនេះដែលធ្វើឲ្យគាត់មានអារម្មណ៍ថាអន់ចិត្តហើយបន្ទាប់ពីនឹងមកទៀតនៅពេលដែលគាត់បានកក់សម្បត្តិកុនទស្សនាពីអ្នកនាងប៉ុន្តែនាងគឺមិនបានចូលរួមនោះទេដោយនិយាយថារវល់រហូតដោយនៅពេលណាដែលគាត់នៅជាមួយនាងមិត្តភ័ក្តិរបស់នាងមិនថែមទាំងណែនាំទេគឺបានប្រាប់ទៅកាន់ពួកគេថាគាត់គឺជាមិត្តភ័ក្តិរបស់នាងហើយត្រូវបាននាងចាប់ទុកដូចជាប្អូនប្រុសអញ្ចឹងរឿងមួយនេះវាធ្វើឲ្យឈុនថាងរបស់យើងលួយអន់ចិត្តនៅក្នុងចិត្តជាច្រើនដងមកហើយមិនថាទោះបីជាឈុនថាងព្យាយាមមកបបួលទៅកាន់ស៊ូស៊ូច្រើនដងយ៉ាងណាក៏ដោយក៏នាងនៅតែបដិសេធជាមួយនឹងសំណើរបស់គាត់អើយឈុនថាងមើលទៅឯងគឺពិតជាល្ងងដល់ហើយខ្ញុំដឹងថានាងគឺមិនបានស្រឡាញ់ខ្ញុំនោះទេក៏ប៉ុន្តែអាចថានាងគឺជាស្នេហាដំបូងរបស់ខ្ញុំជាមនុស្សម្នាក់ដែលខ្ញុំតែងតែលួចស្រឡាញ់ហើយខ្ញុំតែងតែមានអារម្មណ៍ល្អជាមួយនាងរាល់ពេលដែលនៅក្បែរនាងគឺតែងតែមានអារម្មណ៍ថារីករាយទាំងអស់នេះឯងដែលធ្វើឲ្យខ្ញុំព្យាយាមអត់ធ្មត់ក៏ដូចជាចង់នៅក្បែរនាងយកនាងឲ្យបានតែតាមពិតទៅស្នេហាដំបូងរបស់ខ្ញុំបែរជាមិនចាប់អារម្មណ៍នឹងខ្ញុំគឺដូចជាមិនអើពើជាមួយនឹងវត្តមានរបស់ខ្ញុំនោះឡើយហើយពាក្យក៏ដូចជាអារម្មណ៍នៃស្នេហាដំបូងមួយនេះគឺមានតែក្នុងចិត្តម្នាក់ឯងគិតតែម្នាក់ឯងយល់ច្រឡំតែម្នាក់ឯងតែខ្ញុំពិតជាល្ងងណាស់មែនទេល្ងងខ្លាំងណាស់ដែលនៅតែស្រឡាញ់គេទាំងដែលគេមិនបានចាប់អារម្មណ៍នឹងយើងសំបីតែបន្តិចនោះឡើយខ្ញុំគឺពិតជាល្ងងដល់ទីបញ្ចប់ហើយមើលទៅបើយើងមើលមកកញ្ញាស៊ូវិញនៅពេលនេះនាងក៏បានឃើញរូបភាពដែលកញ្ញាស៊ីយ៉ាបានផ្ញើមកនោះឯងមើលរួចស្រមៃទៅដល់ពេលវេលានៅមុននេះហើយនាងក៏ស្រាប់តែ delete ជាមួយនឹងរូបទាំងអស់នោះចោលបន្ទាប់ពីបានបង្ហាញអារម្មណ៍នៅក្នុងចិត្តទៅឲ្យស៊ីយ៉ាដឹងរួចមើលទៅពេលនេះឈុនថាងរៀងស្រងោតស្រងាត់ណាស់ហើយថែមទាំងមកសុំទោសទៅកាន់កញ្ញាស៊ីយ៉ាទៀតអើយសុំទោសណាស៊ីយ៉ាដែលនិយាយនៅរឿងរ៉ាវទាំងអស់នេះឲ្យនាងស្ដាប់វាស្ដាប់ទៅគួរឲ្យធុញទ្រាន់បន្តិចហើយមែនទេតែស៊ីយ៉ាពុំបានគិតដូច្នោះឡើយនាងក៏បានដើរទៅមុខតាឈុនថាងពួកយើងត្រឡប់ទៅផ្ទះទៅព្រមទាំងហុចដៃរបស់នាងទៅឲ្យឈុនថាងចាប់ទៀតនៅពេលដែលឃើញបែបហ្នឹងអារម្មណ៍របស់ឈុនថាងចាប់ផ្ដើមមិនដែលរំដងទៀតហើយតាស៊ីយ៉ាចាប់ទុកគេគឺជាកូនក្មេងម្នាក់មែនទេគំនិតជាច្រើនបានលេចឡើងនៅក្នុងខួរក្បាលរបស់គាត់នៅពេលនេះពិតជាពិបាកប៉ាន់ស្មានមែនតែនតែថាមិនថាជាសកម្មភាពទាំងអស់នេះគឺជាអ្វីនោះឡើយគាត់គឺគ្រាន់តែចង់ប្រាប់ថានឹងមិនទាញខ្លួនឯងឲ្យលិចលង់នៅក្នុងជម្រៅស្មុគស្មាញនោះទេអំឡុងពេលដែលជន់ថាងអាឡែងតែអណ្ដាតរំដងជាមួយនឹងអារម្មណ៍ទាំងអស់ហ្នឹងក៏ស្រាប់តែភ្លាមមានបានទៅមើលមុខណាគាត់ក៏បានដើរបុកបង្គោលភ្លើងទៅនឹងមែនអារម្មណ៍ស្នេហារួចអ្នកទាំងពីរក៏បានបន្តដំណើរទៅមុខទៀតដើម្បីត្រឡប់ទៅផ្ទះរបស់ពួកគេវិញអូខេហ្នឹងហើយអ្នកគ្នានៅក្នុងផាត 4 នេះសេរីរឿងហ្នឹងក៏មានតែប៉ុណ្្នឹងដែរចាំខ្ញុំបាទជីងវូសូមអរគុណនិងសូមគោរពលាជួបគ្នាវីដេអូក្រោយបាយ